ក្នុងកាលសម័យព្រះពុទ្ធមានកហបតីម្នាក់ជាឧបាសកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបានបបួលឧបាសក500នាក់សុទ្ធតែបានសម្រេចសោតាបតិផលនាំគ្នាធ្វើទានផ្សេងធ្វើវត្តធ្វើស្ពានធ្វើផ្លូវថ្នល់ធ្វើទីចង្ក្រមធ្វើព្រះវិហារថ្វាយព្រះសង្ឃដែលមានព្រះពុទ្ធជាប្រធានបាននាំភរិយារបស់ខ្លួនដែលធ្វើបុណ្យទានពីវត្តមួយទៅវត្តមួយមានចិត្តសប្បាយរីករាយរៀងរាល់ថ្ងៃមានថ្ងៃមួយនោះភរិយាកហបតីឧបាសកនាំបរិវារ500នាក់ទៅវត្តទៅដល់សាលាសំណាក់មួយនាំគ្នាឈប់សម្រាកជួនជាមានអ្នកលេងរបាំកំឡោះ2នាក់នៅលើសាលានោះបានឃើញពួកស្ត្រីមានរូបល្អឆើតឆាយក៏និយាយគៀងគោនាយអាយឯពួកស្ត្រីទាំងនោះមិនស្ដីរកមួយម៉ាត់សោះអ្នកលេងរបាំបានទៅនិយាយនឹងបរិសម្នាក់ឲ្យជួយនិយាយបើអាចនិយាយបាននឹងជូនជារង្វាន់1000កហបណៈបរិសនោះក៏ទៅនិយាយប៉ះលើភរិយារបស់កហបតីឧបាសកថ្ងៃក្រោយមកភរិយានោះបានប្រព្រឹត្តខុសនឹងក្បត់ចិត្តស្វាមីរបស់ខ្លួនហើយហាមស្ត្រីទាំង500នាក់នោះមិនអោយនិយាយអោយស្វាមីរបស់ខ្លួនដឹងនោះឡើយអំពើអាក្រក់លាក់មិនចិត្តនោះឡើយថ្ងៃមួយកហបតីឧបាសកបានដឹងថាភរិយាក្បត់ចិត្តខ្លួននឹងអ្នករបាំក៏ហៅភរិយាទៅសួរស្ងាត់នាងក៏បានកុហកថាមិនបានក្បត់ដូច្នោះនោះទេកំពុងតែនិយាយជួនជាមានឆ្កែខ្មៅកំបុតត្រចៀកមួយរត់កាត់មុខនាងក៏បានស្បត់ថាបើខ្ញុំក្បត់មែនសូមអោយឆ្កែខ្មៅកំបុតត្រចៀកនេះខំស៊ីសាច់ឈាមខ្ញុំរាល់ថ្ងៃទៅចប់កហបតីឧបាសកក៏មិនទាន់ជឿនោះឡើយក៏ហៅបរិវារ500នាក់មកសួរម្នាក់ម្ដងស្ត្រីទាំងអស់នោះក៏ឆ្លើយតែពាក្យមួយដូចគ្នាថាខ្ញុំមិនដឹងមិនដែលឃើញបរិសណាទៅចិត្តឬនិយាយអ្វីជាមួយម្ចាស់ស្ត្រីឡើយបើបែរជាឃើញហើយថាមិនដឹងខ្ញុំស្បត់ជូនកើតជាតិណាឲ្យកើតជាបរិវារម្ចាស់ស្ត្រីរាល់ជាតិទៅចុះកហបតីឧបាសកក៏ជឿថាភរិយាខ្លួនបរិសុទ្ធមែននាងភរិយានោះត្រូវទោសក្បត់អោយផលក៏ចេះតែក្តៅញ័រក្នុងខ្លួនស្គមរីងរៃយូរទៅក៏ស្លាប់ទៅកើតជាប្រេតញីនៅក្នុងចន្លោះភ្នំញាព្រៃហេមពៀនមានវិមានប្រាសាទសួនច្បារនិងស្រះធំមួយមានឈ្មោះថាកណ្ណមុនៈជាទីមនោរម្យយ៉ាងក្រៃលែងដោយផលបុណ្យតែបានសាងពីជាតិមុនចំណែកឯស្ត្រីជាបរិវារទាំង500នាក់នោះដល់ពេលដែលស្លាប់ទៅក៏កើតជាបរិវារនាងទាំងអស់ព្រោះត្រូវពាក្យសម្បត្តិឯនាងប្រែតនោះដល់ពេលវេលាយប់ក៏ទទួលទោសដែលបានស្បត់បណ្ដាលឲ្យនាងចុះពីលើប្រាសាទទៅក្នុងស្រះកណ្ណមុនៈបណ្ដាលឲ្យឆ្កែខ្មៅកំបុតត្រចៀកមួយធំប៉ុនដំរីឡើងស្ទុះទៅខំស៊ីសាច់នាងជាកំណាត់តូចធំហើយក៏កើតឡើងវិញភ្លាមឆ្កែនោះក៏ខំស៊ីដរាបទាល់តែទៀបភ្លឺទើបឆ្កែនោះទៅវិញពេលថ្ងៃសោយសម្បត្តិទឹកផ្លាស់ប្ដូរតែយ៉ាងនេះរាល់ពេលវេលា